លោកអនុទាននាយករដ្ឋមន្ត្រីថៃបានប្រកាសសារភាពពីកំហុសក្នុងការដោះស្រាយទឹកជំនន់និងសុំទោសជាសាធារណៈយោងតាមសារព័ត៌មាន Khashoggi English ការថ្លែងបែបនេះបានធ្វើឡើងកាលពីថ្ងៃទី28ខែវិច្ឆិកានៅក្នុងពេលដែលលោកបានទៅដល់ទីជម្រកសុវត្ថិភាពនៅក្នុងស្រុកហាត់យ៉ៃនៃខេត្តសុងខ្លានៅពេលនាយកព័ត៌មានបានសួរនាំជុំវិញអំពីការរិះគន់លោកនាយករដ្ឋមន្ត្រីរូបនេះបាននិយាយថាមិនថាមានរឿងអ្វីទេយើងជារដ្ឋាភិបាលការនាំមនុស្សចូលទៅក្នុងជម្រកលំបាកបែបនេះគឺជាកំហុសដែលបានកើតឡើងរួចហើយលោកអនុទានបានបញ្ជាក់ថាការផ្ទៀងផ្ទាត់អត្តសញ្ញាណសពត្រូវតែពន្លឿនហើយសាកសពបានប្រគល់ជូនក្រុមគ្រួសាររបស់ពួកគេវិញលោកនាយករដ្ឋមន្ត្រីអះអាងថាបើតាមគេជូនដំណឹងចំនួនសាកសពគឺមានជាង100នាក់បើតាមសារព័ត៌មានថៃនេះដដែលលោកអនុទានបានបញ្ជាក់ដែរថាករណីមនុស្សស្លាប់ក្នុងពេលនេះទោះបីជាមនុស្សលងទឹកឬមិនអាចទៅដល់មន្ទីរពេទ្យទាន់ពេលវេលាក៏ដោយមូលហេតុគឺសុទ្ធតែមកពីបញ្ហាទឹកជំនន់លោកបញ្ជាក់ថានេះជាអ្វីដែលគួរឲ្យសោកស្ដាយខ្ញុំត្រូវតែទទួលខុសត្រូវដូច្នេះកុំបារម្ភការសុំទោសនេះបានធ្វើឡើងខណៈដែលមន្ទីរពេទ្យនៅភូមិខាងត្បូងប្រទេសថៃប្រកាសពីការខ្វះកន្លែងរក្សាទុកសាកសពរបស់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសារតែទឹកជំនន់បុគ្គលិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាកង្វះខាតនេះបានកើតមានឡើងបន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារតែទឹកជំនន់នៅខេត្តសុងខ្លាហក់ឡើងខ្លាំងយោងតាមនាយកដ្ឋានធារាសាស្ត្រថៃនេះគឺគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាននៅក្នុងរយៈពេល300ឆ្នាំ